ប្តីបានរុញលុយចូលមុខប្រពន្ធបន្ទាប់មកគាត់ចាប់សក់នាងហើយបោះនាងទៅដីយ៉ាងខ្លាំងការឈឺចាប់ខាងរាងកាយគឺខ្លាំងណាស់ប៉ុន្តែអ្វីដែលធ្វើឲ្យបេះដូងស្ត្រីនោះឈឺចាប់បំផុតគឺឃើញកូនស្រីតូចរបស់នាងលាក់ខ្លួននៅក្បែរនោះមើលឃើញហេតុការណ៍ទាំងអស់នេះស្ត្រីរូបនោះមិនត្រឹមតែទ្រាំប៉ុណ្ណោះទេនាងបានយកកូនស្រីទាំងពីរនាក់ឲ្យចាក់ចេញពីប្តីរបស់នាងដោយយល់កន្លែងតូចមួយនៅជិតពលានយន្តហោះប៉ុន្តែការគេចចេញពីបរិះនោះមិនមែនមានន័យថាជីវិតនឹងស្រួលភ្លាមៗនោះទេនាងគ្មានប្រាក់ចំណូលទេហើយសន្សំបានតិចតួចណាស់ការចំណាយលើអាហារការសិក្សានិងតម្រូវការប្រចាំថ្ងៃរបស់កូនទាំងពីរនាក់គឺធ្លាក់មកលើស្មារបស់នាងតែម្នាក់ឯងកន្លែងដែលនាងរស់នៅគឺនៅឆាយពីផ្ទះជាមួយកូនស្រីដែលកំពុងដេកមុនពេលព្រលឹមការធ្វើដំណើរទៅសាលារៀនជារឿយៗចំណាយពេលពេញ3ម៉ោងដើម្បីចិញ្ចឹមគ្រួសារនាងទទួលយកការងារគ្រប់យ៉ាងដែលនាងអាចធ្វើបានដំបូងធ្វើជាអ្នកថែទាំនិងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ហើយបន្ទាប់មកប្រញាប់ទៅសម្អាតបារបន្ទាប់ពីបញ្ចប់ការងារពីរនាក់នាងនឹងទៅទទួលកូនស្រីភ្លាមៗប៉ុន្តែនៅតែមិនដែលគ្រប់គ្រាន់ពេលវេលានៅពេលដែលនាងទៅដល់សាលារៀនក្មេងៗបានចេញយូរហើយនឹងរងចាំតែម្នាក់ឯងនាងក៏បានព្យាយាមដាក់ពាក្យសុំតែឧបត្ថម្ភដែរប៉ុន្តែបញ្ជីរងចាំគឺវែងណាស់ដែលទោះបីជាមួយខែក្រោយមកក៏មានមនុស្សច្រើនពេកនៅលើពិភពលោកដែលជាប់ក្នុងភាពលំបាកបន្ទាប់មកនាងបានរកមើល apartment ជួលធម្មតាប៉ុន្តែបន្ទប់តូចងងឹតនិងទ្រុឌទ្រោមដែលមានពន្លឺថ្ងៃតិចតួចក៏មានថ្លៃឈ្នួលខ្ពស់គួរឲ្យភ្ញាក់ផ្អើលគឺ 1,000 អឺរ៉ូក្នុងមួយខែដែលនាងមិនអាចមានលទ្ធភាពទិញបានទោះបីជានាងបានគេចចេញពីអំពើហិង្សារបស់ប្តីក៏ដោយកណែជាគ្មានផ្ទះសម្បែងជាមួយនាងបានជំរុញឲ្យនាងឈានដល់ចំណុចនៃការដួលរលំនាងចាប់ផ្ដើមនឹកឃើញដំបូន្មានរបស់ម្ដាយកាលពីប៉ុន្មានឆ្នាំមុនហើយស្ដាយក្រោយដែលបានសម្រេចចិត្តរៀបការនៅឆាយពីផ្ទះ